ôi bong bồn đặc nhiều mơ một plat cho làm than ởទីក្រុង Hong Kong តាមពិតមិនមែន Hong Kong ទេនៅខេត្តកពតនៅប្រទេសយើងទេបងប្អូនអ្នកនាងអស្ចារ្យមែនទែនទស្សនភាពដែលទឹករេរាំមានភ្លើងពណ៌បែបនេះគឺស្អាតមែនទែនបងប្អូនអ្នកនាងអូយបងប្អូនឃើញឡងព្រឺសបល់តែម្ដងនៅពេលដែលបងប្អូនមកទស្សនាផ្ទាល់ហើយមានបងប្អូនប្រជាពលរដ្ឋមកច្រើនមែនទែននេះគ្រាន់តែជាថ្ងៃសាកល្បងថ្ងៃទី2ទេមានការចូលរួមច្រើនមកទស្សនាបងប្អូនអ្នកនាងនេះគាត់ទៅវិញអស់មួយសាខ្ញុំថតមុនហ្នឹងមនុស្សច្រើនជាងនឹងទៀតបងប្អូនអ្នកនាងហើយទស្សនភាពទឹកនេះកម្ពស់ខ្ពស់ទំហំធំមិនមែនថាយើងមើលទៅឃើញទូជាទៀបទេបងប្អូនអ្នកនាងខ្ពស់ធំហើយស្អាតមែនទែនបងប្អូនមកមើលផ្ទាល់ព្រឺសបល់តែម្ដងហើយទស្សនភាពសួនទឹកដែលបង្ហាញអំពីទឹករេរាំមានភ្លើងពណ៌បែបនេះគឺស្អាតណាស់បងប្អូនអូចេញជាម៉ូដផ្សេងយកមើលឲ្យតាក់ទាញខ្លាំងមែនទែនមិនថាភ្ញៀវជាតិអន្តរជាតិអញ្ជើញមកទស្សនាច្រើនសូម្បីតែការត្រៀមសាកល្បងប៉ុណ្ណឹងសោះមានការចូលរួមច្រើនចុះទម្រាំដែលធ្វើឲ្យសម្ពោធថ្ងៃគៀកចូលឆ្នាំខ្មែរឬថ្ងៃខាងមុខនេះទៅមានការចូលរួមមកទៅបងប្អូនអ្នកគ្នាបងប្អូនឃើញទេរេរាំជាមួយនឹងភ្លើងពណ៌ចម្រុះស្អាតបងប្អូនអ្នកគ្នាស៊ីគ្នាជាមួយនឹង background នេះលកាយៈនៅខាងក្រោយទៀតកាន់តែពិសេសបងប្អូនអ្នកគ្នាហើយការបង្ហាញបើមានប្លង់ដ្រូនគឺភ្លើងពណ៌ខាងក្រោមជារាងផ្ការំដួលជាផ្កាតំណាងជាតិណាបងប្អូនអ្នកគ្នាហើយស្អាតមែនទែនបងប្អូនដែលមកថតរូបដូចនៅក្នុងទីក្រុង Hong Kong អញ្ចឹងដូចប្រទេសជឿនលឿនមួយចំនួនអញ្ចឹងនេះនៅខេត្តកពតយើងទេបងប្អូនអ្នកគ្នាគឺស្អាតអស្ចារ្យមែនទែនអញ្ចឹងបងប្អូនដែលចង់មកទស្សនាចំណេញមែនទែនមកខេត្តកពតមិនត្រឹមតែបានមកមើលសួនទឹកបង្ហាញសូរដ៏អស្ចារ្យបែបនេះហើយថែមទាំងមាននាឡិកាយៈមានសេះសមុទ្របាញ់ទឹកទៀតបងប្អូនគ្នាសិតតែកន្លែងល្បីហើយថ្ងៃឡើងបងប្អូនចេញពីក្រុងទៅគឺមានរមណីយដ្ឋានជាច្រើនទៀតដូចជារមណីយដ្ឋានទឹកធ្លាក់ទឹកជ្រោះអីច្រើនណាបងប្អូនគ្នារៀបរាប់អត់ទេបាទបងប្អូនអ្នកគ្នាយើងឃើញផ្ទាល់ហើយដឹងថាស្អាតខ្លាំងណាស់បងប្អូនអើយខ្ញុំថតបង្ហាញឲ្យបងប្អូនមើលប៉ុណ្ណឹងបងប្អូនមកដល់ផ្ទាល់មិនដឹងបូករួមជាមួយសំឡេងទឹកបាញ់ចេញមកហើយនឹងមានភ្លើងពណ៌រត់តាមទឹកហ្នឹងមកបងប្អូនអ្នកគ្នាសរសើរមែនទេណាគឺស្អាតខ្លាំងមែនទេប្រតិកលាគ្នាចេញជាម៉ូដប្លែកហើយជារាងផ្ការំដួលណាភ្លើងខាងក្រោមបងប្អូនអ្នកគ្នាជាផ្ការតំណាងជាតិយើងហ្នឹងហើយមាននាឡិកាខាងក្រោយទៀតគឺប្លែកខ្លាំងមែនទេសូមអរគុណមែនទេដល់ថ្នាក់ដឹកនាំខេត្តកពតដែលលោកគិតគូរមែនទេរកវិធីសាស្ត្រថ្មីរកអភិវឌ្ឍថ្មីដើម្បីឲ្យភ្ញៀវទេសចរមកលេងខេត្តកពតឲ្យបានច្រើនអញ្ចឹងណាហើយកម្ពស់ទឹកដែលបាញ់ឡើងនេះមិនទាបទេបងប្អូនអ្នកគ្នាបើតាមខ្ញុំមើលទៅចូលជា30ម៉ែត្របងប្អូនអ្នកគឺខ្ពស់ខ្លាំងមែនទេហើយនឹងមានទឹករត់ពីរទៀតកាត់ហ្នឹងបងប្អូនមើលគូស្អាតមែនទេសរសើរដល់ខាងខេត្តហ្នឹងមានលោកគិតគូរខ្លាំងមែនទេបងប្អូនឃើញគ្រប់ពណ៌ចេញមកស្អាតហើយខ្ពស់ខ្លាំងមែនទេនេះបងប្អូនគ្នាបង្ហាញសូរប្លែកឲ្យភ្ញៀវទេសចរមកនឹងជាប់ចិត្តហ្មងហើយខ្ញុំទៅថ្ងៃយប់ហ្នឹងមានភ្ញៀវបរទេសទៅមើលច្រើនដែរគាត់ក៏រៀងប្លែកដែរបងប្អូនអ្នកគ្នាតោះអាហ្នឹងដល់ប្រទេសជឿនលឿនធំមួយចំនួនបានមានណាសួនទឹកដែលបង្ហាញត្រង់ទ្រាយធំជាបង្ហាញរេរាំបែបនេះដល់ប្រទេសជឿនលឿនធំមិនមានហើយប្រទេសយើងក៏ជាប្រទេសអភិវឌ្ឍមួយដែរបងប្អូនអ្នកគ្នាអញ្ចឹងក៏មានទឹកសួនទឹកដែលបង្ហាញភ្លើងពណ៌ហើយមានរេរាំបែបនេះក៏មិនចាញ់ប្រទេសជឿនលឿនដែរគឺអស្ចារ្យមែនទែនសរសើរដល់ដឹកនាំខេត្តលោកគិតគូរគ្រប់ជ្រុងជ្រោយមែនទែនហើយភ្ញៀវទេសចរខេត្តកពតមិនទាន់ដល់ថ្ងៃសៅរ៍អាទិត្យទេបងប្អូនគ្នាកកកុញតែម្ដងហើយខេត្តកពតគឺភ្លើងភ្លឺគ្មានថាជីឡានជិះម៉ូតូគ្មានបាច់បើកភ្លើងទេបើសិននិយាយក្នុងក្រុងគឺភ្លឺគ្រប់កន្លែងទាំងអស់បងប្អូនគ្នាហើយភ្ញៀវទេសចរច្រើនមែនទេភ្ញៀវក្នុងស្រុកម្ចាស់ផ្ទះអ្នកនៅខេត្តកពតក៏ច្រើនអ្នកមកពីបណ្ដាខេត្តផ្សេងរាជធានីហ្នឹងក៏ច្រើនទៀតបងប្អូនគ្នាហើយជាមើលបងប្អូនគ្នាក្នុងថ្ងៃសៅរ៍អាទិត្យដឹងតែសម្រុកមកច្រើនមែនទេមកមើលទឹករេរាំហ្នឹងណាសួនទឹកហ្នឹង